សួស្តីអតិថិជន Cambodia RC DJI ទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំនឹងធ្វើការបើកប្រអប់ផ្ទាល់ជាមួយនឹង DJI Osmo 360ហើយប្រភេទឈុតនេះគឺជាប្រភេទឈុត Adventure Combo ក្នុងនោះវាមានថ្ម3គ្រាប់សម្រាប់បងប្អូនទាំងអស់គ្នាប្រើប្រាស់ថតជិះម៉ូតូជិះឡានជិះកង់ឬក៏ធ្វើវីដេអូ vlog កម្សាន្តផ្សេងៗគឺអាចមកមើលប្រភេទ DJI Osmo 360នេះបានតោះទៅធ្វើការបើកប្រអប់ទាំងអស់គ្នាចង់ដឹងថាក្នុងប្រអប់នេះវាមានអីគេខ្លះអានេះបើកចំហៀងបើកទាំងអស់គ្នាមកស៊ីស៊ីនប្រអប់ទី1បាទអញ្ចឹងប្រអប់ទី1នេះគឺបើកមកគឺឃើញប្រភេទ DJI Osmo 360របស់យើងហ្នឹងហ្មងបាទជាកាមេរ៉ាតែម្ដងបាទបើកថង់មើលអូយស្មានតែធំនេះរៀងវាទូចល្មមនេះបងប្អូនមើលទូជាងបាតដៃបន្តិចយកទៅដាក់តាមខ្លួនយកដាក់ក្នុងកប៉ៅខោអីស្រួលគ្រាន់តែដកចេញមកថតយកហ្មងបាទអូខេអញ្ចឹងមកប្រអប់នេះគឺមានតែកាមេរ៉ាទេនេះប្រអប់គេហ្នឹងអានេះប្រអប់ធំនេះចាំមើលបើកក្នុងហ្នឹងវាមានអីគេទៀតនេះកាបូបសម្រាប់យើងដាក់កាមេរ៉ាកុំឲ្យវាពេលធ្លាក់ទៅវាបែកបាក់ឬក៏វាឆ្កូតអញ្ចឹងណានេះអូស្អាតមែនតើបាទកាបូបគេហ្នឹងយើងអាចដាក់កាមេរ៉ាចូលបានបាទក្នុងនេះវាមានmount សម្រាប់ចាប់មួយដងហើយនឹងខ្សែសាក Type C ហើយនឹងកណាត់ជូតនៅពេលដែលប្រឡាក់ឡែនប្រឡាក់អីយើងអាចជូតបានបាទធ្វើការជូតបានអូខេដុំសិនមួយទៀតអានេះគឺហាប់របស់ Osmo 360ហ្នឹងក្នុងហ្នឹងវាមានថ្ម3គ្រាប់ឈុត Adventure Combo អញ្ចឹងសម្រាប់ការប្រើប្រាស់គឺយើងថតច្រើនគឺល្មមមែនតើសម្រាប់ថ្ម3គ្រាប់នេះបាទនេះហាប់គេបែបហ្នឹងក្នុងហ្នឹងវាមានថ្ម3គ្រាប់បាទអូខេហើយមួយទៀតនេះស្អីគេនេះមូលនេះអូអានេះសម្រាប់យើងចរការពារ lens របស់កាមេរ៉ា Osmo ហ្នឹងយើងគ្រាន់តែធ្វើការដាក់ពីលើវាមកពេលខ្លះយើងភ្លេចខ្លួនអាចដាក់កន្លែងណាមួយធ្លាក់ពងមកបែក lens អញ្ចឹងយើងអាចធ្វើការដាក់ cover នេះបានបាទនេះអូយនៅសល់ដងមួយទៀតភ្លេចដងបាទយើងធ្វើការបើកដងរបស់វាមកបាទដងនេះដូចដកបានវែងនេះអូខេអូបានវែងដែរនេះបានវែងរបស់គេបាទអញ្ចឹងយើងធ្វើការថតរូបជុំគ្នាឬក៏ចាប់ជាមួយនឹងម៉ូតូអីក៏បានដែរហ្នឹងហើយយើងមានជើងចាប់បាទដាក់បានសម្រាប់ការបើកប្រអប់របស់ DJI Osmo 360នេះគឺយើងមានតែប៉ុណ្្នឹងទេឈុត Adventure Combo ហ្នឹងក្នុងនេះវាមានហាប់មានថ្ម3គ្រាប់ដូចទាំងអស់គ្នាបានឃើញចាក់ស្ដាយហ្នឹងមានខ្សែសាកហើយនឹង mount សម្រាប់ចាប់ជាមួយនឹងដងមួយហើយកាបូបរបស់គេដូចហ្នឹងហើយសម្រាប់វីដេអូក្រោយខ្ញុំនឹងធ្វើការចាប់ជាមួយនឹងម៉ូតូហើយថតវីដេអូឲ្យទាំងអស់គ្នាមើលជាក់ស្ដែងថាវាបង្ហាញមករូបភាពបែបម៉េចអញ្ចឹងណាអញ្ចឹងជួបខ្ញុំនៅវីដេអូក្រោយបាយអ្នកនរ